បើសិនជាកសិករទាំងអស់ក៏ចូលរួមដាំបន្លែទាំងបន្លែផ្លែទាំងបន្លែស្លឹកនៅក្នុងផ្ទះសំណាញ់យើងគិតថាវាជាចំណុចពិសេសមែនទែនដោយសារអីក្នុងផ្ទះសំណាញ់គឺទី1គុណភាពទី2បន្លែនៅក្នុងផ្ទះសំណាញ់ហ្នឹងគឺជាបន្លែមួយដែលយើងប្រើធាតុចូលតិចបំផុតបាទខ្ញុំបាទឈ្មោះណប់នុនជាប្រធានក្រុមប្រឹក្សាបាលសហគមន៍កសិកម្មតសីសាមគ្គីដែលស្ថិតនៅខេត្តបាត់ដំបងស្រុកថ្មគោលឃុំតមើនភូមិតសីយើងមានមុខរបរសំខាន់ចំនួន4ទី1គឺការសាងសង់ផ្ទះសំណាញ់ទី2គឺសេវាកម្មរៀបចំប្រព័ន្ធទឹកទី3គឺទៅលើការទិញលក់បន្លែសុវត្ថិភាពទី4គឺការដឹកជញ្ជូនសហគមន៍កសិកម្មតសីសាមគ្គីធ្វើការនាំចេញផលិតផលរបស់ខ្លួនប្រមាណជា2តោនទៅ2តោនកន្លះនៅក្នុងមួយថ្ងៃចំពោះដៃគូចែកចាយដែលសហគមន៍យើងធ្វើការចែកចាយមាននៅតាមបណ្ដាខេត្តដូចជាបាត់ដំបងមន្ទីរមានជ័យសៀមរាបជាពិសេសគឺរាជធានីភ្នំពេញបច្ចុប្បន្ននេះកំណើនសមាជិកសហគមន៍កសិកម្មតសីសាមគ្គីមានការកើនឡើងរហូតដល់272គ្រួសារបន្លែសុវត្ថិភាពរបស់យើងមានរហូតដល់29មុខបាទប៉ុន្តែក្នុងនោះក៏យើងមាន5មុខសំខាន់ទី1គឺយើងមានស្ពៃផ្កាបាទទី2យើងមានខាត់ណាដើមយើងមានស្ពៃកញ្ញាញ់យើងមានស្ពៃទឺនិងយើងមានស្ពៃខៀវផ្ទះសំណាញ់ដែលយើងបានផ្ដល់ជាសេវាកម្មសាងសង់គឺយើងមាន4ខ្នាតយើងមាន1025យើងមាន1035យើងមាន1050ហើយក៏យើងមាន2060ដែរបាទផ្ទះសំណាញ់ដែលយើងបានសាងសង់មកដល់ឆ្នាំ2024នេះគឺយើងមាន1000ខ្នងជាងហើយកន្លែងដូចស្រះចិញ្ចឹមត្រីហ្នឹងគឺជាអាងស្តុកទឹកមួយសម្រាប់យើងប្រើប្រាស់ហើយនៅតាមជុំវិញផ្ទះសំណាញ់របស់យើងគឺត្រូវដាំដើមឈើដែលបៃតងហើយដើមឈើបៃតងនោះក៏យើងជ្រើសរើសថាដើមឈើណាមួយដែលមិនមានមែកដែលមិនមានស្លឹកឲ្យធ្វើឲ្យប៉ះពាល់ដល់ស្បៃទប់សត្វល្អិតរបស់យើងដល់ UV របស់យើងដែលនៅលើដំបូលនេះសហគមន៍កសិកម្មតសីសាមគ្គីបានជួយទៅដល់កសិករទាក់ទងទៅនឹងបច្ចេកទេសផ្ទះសំណាញ់វគ្គបណ្តុះបណ្តាល Cam Gap និងការផលិតកម្មវិធីខ្ជូនកាមដើម្បីធានាដល់ការបង្កើនទិន្នផលក៏ដូចជាកាត់បន្ថយការប្រើប្រាស់ជីថ្នាំកសិកម្មការថែទាំនៅក្នុងនេះនៅក្នុងផ្ទះសំណាញ់គឺល្អជាងនៅទីវាលយើងពិបាកថែទាំដោយសារទី1សត្វល្អិតវាយប្រហារច្រើនបើខែវស្សាវាតាក់ទងទឹកភ្លៀងដល់ខែប្រាំងយើងដាំក្នុងទីវាលបានតែយើងប្រើថ្នាំកសិកម្មច្រើនពាក់ព័ន្ធនឹងការដាំក្នុងរោងផ្ទះសំណាញ់នេះខ្ញុំគិតថាល្អមែនទែនទី1នឹងធ្វើឲ្យបន្លែរបស់យើងមានសភាពល្អអញ្ចឹងបាទបន្ទាប់ពីបានចូលរួមកម្មវិធីកសិកម្មខ្មែរសម័យថ្មីរួចមកពួកយើងទទួលបានការជួយពង្រឹងអាជីវកម្មបណ្ដុះបណ្ដាលភាពជាសហគ្រិននៅក្នុងអាជីវកម្មក៏ដូចជាជួយទៅដល់កសិករនៅក្នុងសហគមន៍នៅក្នុងខេត្តគោលដៅរបស់គម្រោងបន្ទាប់ពីសហគមន៍កសិកម្មតសីសាមគ្គីទទួលបានមូលនិធិឧបត្ថម្ភពីគម្រោងពួកយើងបានតេស្តសាកល្បងពូជថ្មីដែលធន់ទ្រាំនឹងអាកាសធាតុថ្ងៃក្រោយទៅចង់ឃើញសហគមន៍រីកធំជាងនេះតទៀតដោយសារសហគមន៍សប្តាហ៍ថ្ងៃនេះគឺថានៅក្នុងសហគមន៍គឺល្បីស្រាប់ទៅហើយតែយើងចង់ឲ្យល្បីខ្លាំងទៀតគឺយើងនឹងខិតខំយ៉ាងណាគឺបរិយាផ្ទះសំណាញ់ឲ្យបានច្រើន